សម្រាប់រដូវនេះគឺជារដូវក្តៅខ្លាំងអញ្ចឹងធម្មតាក្នុងបន្ទប់ទឹកឬក៏បង្គន់អនាម័យរបស់យើងហ្នឹងគឺយើងមុននឹងចូលយើងត្រូវមើលមុខមើលក្រោយពីព្រោះថានៅក្នុងបន្ទប់ទឹកហ្នឹងវាអាចមានពស់បងប្អូនឃើញទេបាទនេះពស់វាអាចមានពស់វាចូលមកដេកឬក៏ចូលមកសម្រាកមកសង្ងំនៅទីហ្នឹងពីព្រោះវាកន្លែងត្រជាក់អញ្ចឹងវាងាយស្រួលក្នុងការវាសម្របខ្លួនហើយវាត្រូវការទឹកដូចមនុស្សសត្វដទៃផ្សេងដែរអញ្ចឹងមិនថាក្អែបខ្ទួយស្អីផ្សេងទេគឺវាមករកទឹកអញ្ចឹងបងប្អូនត្រូវតែមានការប្រុងប្រយ័ត្នពោះនៅតាមដៃកាន់តយោឬក៏វ៉ានបើកទឹកអញ្ចឹងណាយើងត្រូវប្រយ័ត្នដែរនៅកន្លែងហ្នឹងឬក៏ដៃទ្វារណាដៃទ្វារនេះបងប្អូនឬក៏ដៃទ្វារហ្នឹងឬក៏នៅកលៀតគៀនណាមួយនៃបន្ទប់ទឹកបងប្អូនត្រូវតែមានការប្រុងប្រយ័ត្ននេះគឺជាសាររបស់ខ្ញុំដែលខ្ញុំបានជួបប្រទះជួនកាលខ្ញុំលូកដៃទៅវាអាចមានណាមានអីមានខ្ទួយមានក្អែបវានៅកន្លែងហ្នឹងនៅកន្លែងដៃកាន់ហ្នឹងឬក៏នៅគៀននឹងណានៅគៀនដៃនៃទ្វារហ្នឹងណាវានៅកន្លែងហ្នឹងហើយអញ្ចឹងវាគ្រោះថ្នាក់ដល់យើងណាវាអាចធ្វើយើងឈឺមួយយប់មួយថ្ងៃវាអាចពី3ថ្ងៃអញ្ចឹងអ្នកចាញ់ខ្លាំងពី3ថ្ងៃហើយដូចឥឡូវហ្នឹងគឺមានអីគឺពោះនេះគឺវាអត់តណាទេបងប្អូនហើយខ្ញុំគោះវាមិនខ្ញុំដេញវាមិនក៏វាអត់ផ្អើលដែរហ៎ខ្ញុំគោះមិនដេញមិនក៏វាផ្អើលវាដេកយ៉ាងស្អាតហ្មងណាវាដេកយ៉ាងស្អាតហើយវាមកដេកនឹងរាល់ថ្ងៃបងប្អូនដេកនឹងរាល់ថ្ងៃហើយគ្រូសាខ្ញុំគាត់ចូលងូតទឹករាល់ថ្ងៃមិនដឹងគាត់ឃើញអត់ព្រោះខ្ញុំដែរបានប្រាប់គាត់ដែរហើយខ្ញុំឃើញវារាល់ថ្ងៃខ្ញុំដេញវារាល់ថ្ងៃហើយវានៅតែមករាល់ថ្ងៃអញ្ចឹងបាទអញ្ចឹងបងប្អូនត្រូវមានការប្រុងប្រយ័ត្ននៅពេលដែលចូលបន្ទប់ទឹកបាទអញ្ចឹងបងប្អូនត្រូវមានការប្រុងប្រយ័ត្ននោះវាអើតក្បាលមើលនោះចេញអើតក្បាលមើលឃើញអត់អូខេនោះហេចាប់ដើមណាវាចុះវាឡើងហើយជាវាប្រុងវាចេញឬក៏មិនមើលអូខេវីដេអូហ្នឹងប៉ុណ្ណឹងក៏ចង់បង្ហាញបងប្អូនប៉ុណ្ណឹងក៏ខ្ញុំមិនធ្វើអីវាទេវាចង់តាណាក៏ទៅវាស្អីទៅវាទៅព្រោះវាមិនសัตว์នឹងមានពឹសដែរអាមួយនេះអញ្ចឹងអូខេវីដេអូហ្នឹងតែប៉ុណ្ណឹងជូនដល់បងប្អូនខ្ញុំថាបងប្អូនត្រូវមានការប្រុងប្រយ័ត្ននៅពេលដែលចូលក្នុងបន្ទប់ទឹកណាយើងត្រូវការប្រយ័ត្នបានពោះមើលមុខមើលក្រោយឲ្យបានត្រឹមត្រូវពីព្រោះបន្ទប់ទឹកជាកន្លែងទឹកកន្លែងត្រជាក់អញ្ចឹងសัตว์ក៏វាចូលចិត្តដែរអូខេឥឡូវវាទៅបាត់ហើយដោយសារខ្ញុំគោះដេញនឹងប្រហែលទៅហើយវាអត់ទៅអញ្ចឹងថ្ងៃនេះខ្ញុំថតវាឲ្យបងប្អូនមើលខ្ញុំគិតថាវាល្អមានប្រយោជន៍សម្រាប់បងប្អូនឲ្យ share វីដេអូមួយនេះម្នាក់មួយដើម្បីដាស់តឿនក្រៅរំលឹកដល់បងប្អូនផ្សេងទៀតដែលគាត់មិនបានប្រុងប្រយ័ត្ននៅពេលដែលចូលមុជទឹកយប់ប្រលប់ឬក៏ពេលថ្ងៃក៏ដោយយើងគិតថាមិនអីទេណាជាកន្លែងសុវត្ថិភាពប៉ុន្តែយើងត្រូវតែប្រយ័ត្នប្រយែងបានខ្ពស់អូខេអរគុណច្រើន share like ឬក៏ comment ដល់បងប្អូនយើងដើម្បីបានជាព័ត៌មានសម្រាប់អ្នកចូលបន្ទប់ទឹកផងដែរ